ចិត្តខាងហាមធ្វើនៅតែជាទម្លាប់អាក្រក់លៀងមិនជ្រះរបស់ថៃដដែលស្របពេលដែលយោធាថៃតែងតែបញ្ចេញរឹកពីវុវីបាទដើររារាំងនិងហាមប្រាមមិនឲ្យប្រទេសដទៃលក់អាវុធឬពង្រឹងបាទសមត្ថភាពការពារជាតិមកដល់កម្ពុជាក្រោមលេសខ្លាចបាត់បង់តុល្យភាពយោធានោះស្រាប់តែពេលនេះកងទ័ពជើងទឹកថៃខ្លួនឯងបែរជាកំពុងញាប់ដៃញាប់ជើងបាទចិត្តសម្រេចបានការទិញនាវាចម្បាំងបាទ Frigate ថ្មីស្រឡាំងមួយគ្រឿងទៅវិញពួកគេបានលើកឡើងមកយកត្រូវបាទខ្លួនឯងថាដំណើរការទិញដូរនេះមានតម្លាភាពសុចរិតនិងជាតម្រូវការចាំបាច់បំផុតដើម្បីពង្រឹងបាទសន្តិសុខដែនសមុទ្ររបស់ខ្លួនដោយមិនខ្វល់ខ្វាយថាអ្នកជិតខាងគិតយ៉ាងណានោះឡើយសារព័ត៌មានកៅសររបស់ថៃបានទម្លាយឲ្យដឹងថាបាទពីបាទទីបញ្ជាការកងទ័ពបាទជើងទឹកថៃថាឧត្តមនាវីបាទត្រីបាទប៉ារ៉ាច់រតនាឆៃយ៉ាផានអ្នកនាំពាក្យកងទ័ពជើងទឹកថៃនឹងបានចេញមុខអះអាងទាំងមោទនភាពពីវឌ្ឍនភាពនៃគម្រោងបាទទិញនាវាចម្បាំងបាទ Frigate ដែលមានប្រសិទ្ធភាពប្រយុទ្ធកម្រិតខ្ពស់ដោយបញ្ជាក់ថាពេលនេះដំណើរការពិនិត្យសំណើជិតចប់សពគ្រប់ហើយនឹងឈានដល់ការចុះកិច្ចសន្យាក្នុងពេលឆាប់ខាងមុខនេះតែម្ដងអ្នកនាំពាក្យថៃរូបនេះបានព្យាយាមបកស្រាយយ៉ាងវែងអន្លាយថាគម្រោងទិញនាវាចម្បាំងបាទ Frigate ថ្មីនេះមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសមត្ថភាពប្រយុទ្ធរយៈពេលវែងនិងដើម្បីការពារអធិបតេយ្យភាពរបស់ថៃការលើកឡើងបែបនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅនឹកហួសចិត្តព្រោះកន្លងមកឲ្យតែឃើញកម្ពុជាអភិវឌ្ឍបាទមូលដ្ឋានទ័ពឬក៏ទិញសម្ភារៈយោធាបន្តិចបន្តួចភាគីថៃតែងតែសម្ដែងការព្រួយបារម្ភជ្រុលហួសហេតុដើរញុះញង់និងព្យាយាមរារាំងមហាអំណាចមិនឲ្យលក់អាវុធឲ្យកម្ពុជាហាក់ដូចជាចង់ឲ្យកម្ពុជាមានតែដៃទទេមិនចង់ឲ្យអភិវឌ្ឍវិស័យយោធានោះឡើយសូម្បីតែសមត្ថភាពពិតប្រាកដរបស់បាក្រានាវាចម្បាំងថ្មីនេះក៏យោធាថៃលាក់លៀមមិនហ៊ានបង្ហើបឲ្យដឹងដែរដោយគ្រាន់តែប្រើពាក្យស្លោកនយោបាយបិទបាំងថានេះមិនមែនជាការទិញដូរធម្មតាទេប៉ុន្តែជាការវិនិយោគលើទំនុកចិត្តសន្តិសុខនាពេលអនាគតគួររំលឹកថានាវាចម្បាំងបាទ Frigate ដែលថៃកំពុងស្រែកឃ្លានចង់បាននេះគឺជានាវាចម្បាំងប្រយុទ្ធបាទលើផ្ទៃទឹកបាទខ្នាតមធ្យមដែលបំពាក់ដោយបាទក្របរ៉ុកកែតអាវុធទំនើបនិងមានប្រព័ន្ធ sensor បាទគ្រប់គ្រឿងតែម្ដងដែលមានសមត្ថភាពបំផ្លាញខ្មាំងសត្រូវប្រកបដោយគ្រោះថ្នាក់បំផុតទាំងការវាយប្រហារលើអាកាសបាទការវាយប្រហារបាទកំទេចលើផ្ទៃទឹកនិងការបើកយុទ្ធនាការប្រឆាំងនឹងនាវាមុជទឹកផងដែរការប្រឹងប្រែងពង្រឹងសភាវុធរបស់ថៃនាពេលនេះវាបានស្ដែងឲ្យឃើញយ៉ាងច្បាស់កន្លែងពីនយោបាយស្តង់ដារ2គឺខ្លួនឯងមានសិទ្ធិទិញនាវាចម្បាំងខ្នាតយក្សដើម្បីការពារខ្លួនតែបែរជាភ័យស្លន់ស្លោនិងដើរតួជាអ្នកហាមឃាត់នៅពេលដែលប្រទេសជិតខាងចង់ពង្រឹងវិស័យការពារជាតិដើម្បីការពារទឹកដីបាទខ្លួនឯងដូចគ្នាបាទយុទ្ធសាស្ត្របាទដេញជើងនឹងចរិតចំណែនឈ្នានីសរបស់ថៃបែបនេះប្រហែលជាមិនអាចប្រើការបានទៀតទេបាទនៅក្នុងសម័យកាលដែលកម្ពុជាដឹងខ្លួនច្បាស់ថាអធិបតេយ្យភាពជាតិត្រូវការពារដោយកម្លាំងពិតរបស់ខ្លួនមិនមែនពឹងលើការសុំទោសឬការយោគយល់ពីអ្នកជិតខាងនោះឡើយ